ចឹងក៏ល្អដែរឆាប់តាស្ដីឲ្យបងឯងរហូតមិនបាច់ធ្វើទៀតទេយើងក៏ចប់គ្នាត្រឹមនេះដែរទៅបងលែងមានការងារគ្មានលទ្ធភាពស្រឡាញ់អូនទៀតទេអូនជាអ្នកមានបងមិនសូវជាធូរធារត្រឹមរកលុយផ្គត់ផ្គង់គ្រួសារមករនោះទេខ្ញុំមិនបាច់ទេចាំខ្ញុំរកស៊ីចិញ្ចឹមបងឯងវិញបើបងឯងរកលុយលេងបានបងគិតច្បាស់ហើយយើងចប់គ្នាក៏ល្អអូននឹងមានអនាគតល្អជាងនៅជាមួយបងយើងបែកគ្នាចុះបងសុំទោសដែលបងមិនអាចធ្វើតាមសន្យាដណ្ដឹងអូនរៀបការបានបងជាអ្នកខុសដែលមិនអាចបន្តទៅមុខទៀតបានសុំទោសរិនធីខណៈពេលនោះផងដែរនាយរឿងក៏ដើរចេញទៅមនុស្សល្ងងផ្ទះនាយរឿងកូនឯងមិនមកវិញចឹងហាហើយដើរមកពីណាកូនកូនយើងវាមកវិញហើយខ្ញុំក៏ទៅផឹកវិញដែរពុកឈប់ភាសាស្រាទៀតទៅខ្ញុំលែងមានលុយឲ្យពុកដូចរាល់ខែទៀតហើយខ្ញុំត្រូវគេបញ្ឈប់ការងារហើយគួរតែឈប់ភាសាដើម្បីសុខភាពពុកផងខ្ញុំបាត់បង់ទាំងការងារទាំងស្នេហាខ្ញុំបានសុំសង្សារខ្ញុំបែកគ្នាព្រោះតែខ្ញុំមិនចង់ឲ្យគេមកស៊ូទ្រាំលំបាកជាមួយខ្ញុំទៀតនោះទេគេគួរតែបានជួបមនុស្សដែលល្អជាងខ្ញុំពុកសុំទោសកូនប្រុសពុកនឹងឈប់ផឹកទៀតហើយលែងឲ្យកូនឬម្ដាយកូនពិបាកចិត្តទៀតហើយលុយអញ្ចឹងខ្ញុំសប្បាយចិត្តណាស់ពុកនិយាយចប់នាយរឿងក៏បានចូលទៅក្នុងបន្ទប់តែម្ដងឯងគួរតែឈប់ផឹកទៅអាតាកាចាខ្ញុំចូលទៅមើលកូនខ្ញុំហើយក្នុងបន្ទប់កូនរឿងកើតអីរអត់នឹងកូនម្ដាយមិនអីទេការងារស្នេហាបាត់បង់ទៅអាចរកបានទៀតកុំពិបាកចិត្តពេកអីណាកូនមានម៉ែដែរតើម៉ែលក់ដូរបន្តិចបន្តួចអាចយកមកត្បិតត្បៀតចាយវីបានថ្ងៃបន្ទាប់នាងរន្ធីមកឈរចាំនាយរឿងនៅពីមុខផ្ទះគេតែម្ដងរិនធីមករកអីរឿងយើងចប់ហើយចាប់តែម្នាក់ឯងទេខ្ញុំអត់ព្រមចាប់នោះទេអាចជួយចំណាស់នឹងហើយនៅតែឆោតទៀតការងារកន្លែងចាស់មិនកើតរកការងារថ្មីទេកុំធ្វើសោកសៅពេកបានទេខ្ញុំមិនបាច់ទៅណាទេចាប់ទុកទេបងមិនចង់ឲ្យរិនធីមករងចាំសន្យាបងទេខ្ញុំជ្រុលជាចាំទៅហើយចាំតតែបានសម្រាប់រងចាំថ្ងៃនោះមកដល់ទោះយូរក៏ចាំដែរបើសិនជាសន្យារបស់មនុស្សដែលយើងស្រឡាញ់នោះអរគុណដែលយល់ពីបងប្រោះល្ងើនេះកន្លងផុតទៅមួយសប្តាហ៍នាយរឿងក៏រកការងារថ្មីបានដោយគេក៏បានមកទទួលសង្សារនៅឯសាកលវិទ្យាល័យដូចគ្នាបងមកហើយអូនឯងចាំយូរទេបងក៏មានដំណឹងល្អមកប្រាប់ដែរដំណឹងអីគេទេឆាប់ប្រាប់មកបងរកការងារថ្មីធ្វើបានហើយប្រាក់ខែក៏ខ្ពស់ជាងមុនហើយធ្វើតែ8ម៉ោងទេអាចមកជួបអូនឯងទៀតមួយអាទិត្យឈប់មួយថ្ងៃឃើញអត់បើមិនចេញពីកន្លែងចាស់ទេក៏មិនបានមកជួបកន្លែងថ្មីដែលល្អជាងដែរបងនឹងឆាប់សន្សំបានលុយមកដណ្ដឹងអូនឯងទៀតតែចាំចូលស្ដីយូរណាខ្ញុំនឹងលើកបណ្ដាការទៅវិញហើយមិនយូរទេណាត្រូវតែចាំបងមិនបំផ្លាញសន្យានោះទៀតទេចាគេក៏មិនអោយមកសុំបាយម្ដងទៀតដែរ